ហើយតែទំនេរហ្នឹងគឺនៅមិនចេះស្ងៀមទេដោយសារតែមានពុំស្រាំអញ្ចឹងហើយថ្ងៃនេះមកចាក់នំផ្កាទៀតហើយប៉ុន្តែនំផ្កាថ្ងៃនេះគឺនំផ្ការសជាតិស្លឹកតើយវិញម្ដងរសជាតិឆ្ងាញ់ហើយពណ៌ក៏ស្អាតផងដែរជាពិសេសងាយស្រួលធ្វើមែនតែនបងប្អូននំហ្នឹងណាហើយនិយាយពីសាច់នំវិញឡើងស្រួយស្រាប់តែម្ដងហើយយើងទុកហ្នឹងក៏បានយូរថ្ងៃផងដែរឲ្យតែយើងទុកក្នុងថាំងឬក៏ក្នុងប្រអប់អីអញ្ចឹងទៅគឺទុកបានយូរមែនតែនហើយរសជាតិវិញក៏នៅតែស្រួយឆ្ងាញ់បែបហ្នឹងបងប្អូនឥឡូវមកមើលពីវិធីធ្វើទាំងអស់គ្នាខ្ញុំត្រូវការពងមាន់ចំនួន1គ្រាប់អំបិលបន្តិចផងដែរចំពោះស្ករសវិញខ្ញុំប្រើចំនួន140ក្រាមបងប្អូនដាក់130ក៏បានតាមការចូលចិត្តហើយកូរពងមាន់និងស្ករហ្នឹងឲ្យរលាយបានសព្វល្អខ្ញុំមានខ្ទិះដូងចំនួន300មីលីលីត្រខ្ទិះដូងបងប្អូនគឺខ្ញុំលីដូចម្សៅមុនដែរតមកទៀតខ្ញុំមានម្សៅមី130ក្រាមចាហើយនឹងម្សៅអង្ករហ្នឹងម្សៅអង្ករខ្សាយបងប្អូនគឺ110ក្រាមចាហើយយើងកូរឲ្យបានសព្វល្អមកល្បាយហ្នឹងបន្ទាប់មកយើងចាក់ខ្ទិះដូងដែលនៅសល់ហ្នឹងយើងចាក់ម្ដងតិចចឹងទៅកូរឲ្យបានសព្វល្អអត់មានអីពិបាកធ្វើទេនំនេះគឺងាយស្រួលធ្វើខ្លាំងមែនតើបងប្អូនជាពិសេសគ្រឿងផ្សំតិចទៀតហើយយើងចាក់ខ្ទិះដូងយើងទាំងអស់តែម្ដងហើយកូរឲ្យបានសព្វល្អកូរឲ្យឡើងសាច់ម្សៅបានម៉ត់ល្អសិនណាបងប្អូនបន្ទាប់មកទៀតខ្ញុំមានល្ងចាល្ងបងប្អូនអាចដាក់ល្ងខ្មៅក៏បានល្ងសក៏បានដែរតាមការចូលចិត្តយើងដាក់ល្ងទៅពេលដែលយើងចាក់នំទៅកាន់តែឈ្ងុយឆ្ងាញ់ចាហើយបន្តមកទៀតខ្ញុំមានដូចជាពណ៌ស្លឹកតើយលើកនេះគឺខ្ញុំប្រើជាមួយនឹងពណ៌ម្ហូបអាហារបែបនេះបងប្អូនដាក់តែបន្តិចទេដើម្បីឲ្យមានពណ៌ស្អាតនិយាយរួមបងប្អូនចង់ប្រើពណ៌បែបនេះក៏បានឬក៏ពណ៌ក្រហមក៏បានចាពណ៌ផ្សេងទៀតក៏បានដែរឬក៏មិនបាច់ដាក់ពណ៌ក៏បានដែរឥឡូវកូរឲ្យបានសព្វល្អទៅចាហើយយើងទុកមួយឡែកសិនបន្ទាប់មកខ្ញុំមានកូនចានតូចបែបនេះសម្រាប់ពេលដែលយើងធ្វើហើយចាក់នំហើយយើងយកនំដាក់លើកូនចានហ្នឹងដើម្បីឲ្យចេញរាងផ្កាបងប្អូនចាចំពោះពុំនេះផងដែរគឺខ្ញុំត្រាំរយៈពេល10នាទីបងប្អូនឲ្យក្តៅខ្លាំងមែនទែនណាគឺត្រាំនៅក្នុងប្រេងដែលក្តៅខ្លាំងបងប្អូនចាយើងបើកក្តៅខ្លាំងមែនទែនទៅយើងអាចជ្រលក់នំយើងទៅជាប់ណាពេលបងប្អូនលើកពុំចេញពីប្រេងឆាត្រូវរលាស់ខ្លាញ់សិនណាបងប្អូនចាឲ្យរាងស្រស់តិចទៅចាំជ្រលក់ក្នុងម្សៅធ្វើបែបហ្នឹងទៅម្សៅនំយើងជាប់នៅលើពុំហ្នឹងបានល្អចាហើយចំពោះនំនេះគឺសាប្រែបងប្អូនគឺយើងចៀនតែមួយផ្លេតទេប្រែតែម្ដងពីរដងអីគឺយើងអាចស្រង់មកបានហើយចំពោះនំនេះបងប្អូនអាចចៀនទៅឲ្យរាងសជាងនឹងតិចក៏បានឬឲ្យក្រហមដូចខ្ញុំនេះក៏បានដែរព្រោះថាតាមការចូលចិត្តអញ្ចឹងណាបើសិនជាយើងចៀនឲ្យរាងក្រហមបន្តិចបែបហ្នឹងគឺនំយើងកាន់តែស្រួយឆ្ងាញ់បងប្អូនហើយយើងទុកបានយូរមែនតែនហើយយើងដាក់ពណ៌ផ្សេងទៀតក៏បានដែរណាចំពោះនំហ្នឹងគឺអត់មែនធ្វើបានតែមួយពណ៌ទេគឺយើងដាក់ពណ៌តាមការចូលចិត្តចំពោះនំនេះអ្នកអត់ដែលធ្វើសោះក៏ចេះធ្វើដែរបងប្អូនព្រោះថាងាយស្រួលមែនតែនតែប្រយ័ត្នបន្តិចដោយសារតែវាក្តៅអញ្ចឹងបើសិនជាបងប្អូនដាក់បំពងហ្នឹងបងប្អូនត្រូវពាក់ស្រោមដៃក្រាស់ឬក៏កណាត់អញ្ចឹងទៅដើម្បីទ្រាប់ដៃណាព្រោះថារាងក្តៅមែនតែនជាពិសេសពេលដែលយើងដាក់បំពងនំនៅក្នុងខ្លាញ់បែបនេះឃើញថាឈួលដៃខ្លាំងអញ្ចឹងបងប្អូនអាចពាក់ស្រោមដៃរាងក្រាស់បន្តិចទៅព្រោះថានំនេះបើមិនប្រយ័ត្នគឺថារលាកដៃបងប្អូនព្រោះថាប្រេងឆាយើងគឺក្តៅខ្លាំងមែនតែនចាយើងធ្វើបែបហ្នឹងរហូតដល់អស់នំយើងទៅបងប្អូនអើយឃើញថាពណ៌ហ្នឹងស្អាតខ្លាំងមែនតែនពេលដែលយើងដាក់ជាមួយនឹងពណ៌ស្លឹកតើយគឺកាន់តែស្រស់ស្អាតតែម្ដងសម្រាប់ការធ្វើនំនេះគឺលឿនខ្លាំងមែនតែនអត់មានប្រើចំណាយពេលយូរអីទេបងប្អូនអើយគឺលឿនខ្លាំងណាចាក់តែមួយផ្លេតគឺរួចរាល់តែម្ដងចាឥឡូវនំយើងក៏បានធ្វើរួចរាល់ហើយផងដែរបងប្អូនអាចសាកធ្វើទាំងអស់គ្នាព្រោះថារសជាតិហ្នឹងឆ្ងាញ់មែនតែនអត់ចាញ់គេលក់ទេហើយនំនេះគឺយើងអាចទុកបានយូរបងប្អូនបើសិនជាយើងច្រកថាំងដូចនៅស្រុកខ្មែរគឺយើងចងថាំងអញ្ចឹងទៅឬក៏យើងដាក់នៅក្នុងប្រអប់ក៏បានដែរប្រអប់ដែលបិទជិតគឺរក្សានំយើងបានស្រួយឆ្ងាញ់រហូតតែម្ដងទុកបានប្រហែលជា4ទៅ5ថ្ងៃអីក៏នៅតែស្រួយដែរបងប្អូនទំនេរបងប្អូនអាចសាកធ្វើនំនេះទុកក៏បានដែរព្រោះថាក្មេងៗក៏ចូលចិត្តដែរព្រោះថាវាមានរសជាតិហ្នឹងស្រួយឆ្ងាញ់មែនតែនហើយឡើងឈ្ងុយតែម្ដងហើយពិសេសហ្នឹងគឺมันពិបាកធ្វើទេបងប្អូនងាយស្រួលធ្វើហើយគ្រឿងផ្សំតិចថែមទៀតផងចាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេនឹងខ្ញុំអរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែចូលទស្សនាវីដេអូនេះ